ជម្រាបសួរបងប្អូនតោះថ្ងៃហ្នឹងយើងមកដឹងពីរបៀបមួយប្រភេទដែលយើងត្រូវការចេះត្រូវការដឹងដើម្បីថាតើយើងធ្វើយ៉ាងណាដើម្បីយើងអាចដាំដំណាំក្រវាញនៅផ្ទះបានជាទូទៅបងប្អូនឃើញតែក្រវាញជារុក្ខជាតិដុះនៅតាមតំបន់ភ្នំអញ្ចឹងពិបាកនៅក្នុងការដាំដុះអញ្ចឹងណាចង់បាននេះតជិះទៅតាមតំបន់ភ្នំសួររកទិញគេក៏ប៉ុន្តែថ្ងៃនេះយើងនឹងមកដឹងពីវិធីងាយៗនៅក្នុងការដាំក្រវាញនៅតាមផ្ទះអញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងនេះខ្ញុំយកធុងស្ពីត្រូមកនេះហើយយើងដាក់ដីយើងលាយដីកប៉ុសឬក៏ដីមានជីវជាតិណាហើយយើងដាក់អត់ពេញទេយើងដាក់ចន្លោះវាអាចសល់មកច្អាមពីមាត់ធុងទៅដើម្បីយើងងាយស្រួលថែមជីទៅថ្ងៃក្រោយហើយនេះគឺដីមួយម៉ោកហើយនឹងអាចគោក្រៀមខ្ជូងកាមណាយើងយកលាយវាយកដាក់ហើយក្រវាញនេះគឺខ្ញុំបានបបែកវាដាក់នៅក្នុងថង់ខ្មៅដូចនៅក្នុងរូបអញ្ចឹងយើងគាត់រំលែកវាមកបើកាលណាយើងអត់ដាក់វានៅក្នុងផើងធំទេគឺការលូតលាស់វាក៏វាយឺតហើយវាអត់ល្អទេអញ្ចឹងយើងត្រូវការដីដែលឬក៏ផើងដែលធំជាងហ្នឹងដើម្បីដាក់ដាំវាអញ្ចឹងណានេះអញ្ចឹងខ្ញុំរំលែកដីចេញខ្លះដើម្បីយើងដាក់វាទៅឲ្យវាល្មមហើយយើងអត់ដាក់ពេញទេដូចជំរាបខាងដើមអញ្ចឹងដើម្បីយើងងាយស្រួលនៅក្នុងការស្រោចទឹកហើយនឹងដាក់ជីថ្ងៃក្រោយណាអញ្ចឹងយើងដាក់មកប៉ិតហ្នឹងហើយយើងទុកមាត់ធុងហ្នឹងឲ្យវារៀងជ្រៅតិចមកនេះក៏វាញហើយចាំមើលយើងដាំវាតាមួយខែហ្នឹងគឺវាចាប់ផ្ដើមបែកខ្នែងដូចត្រពាំងអញ្ចឹងវាមើមយើងថាមើមក៏មិនត្រូវតែវាដូចត្រពាំងអញ្ចឹងណានេះអញ្ចឹងយើងរៀបចំវាដាំមកហើយយើងដាំវានៅក្នុងម្លប់បងប្អូនព្រោះក្រវាញនេះជារុក្ខជាតិព្រៃឬក៏ដុះតាមភ្នំអញ្ចឹងវាអត់ស៊ីអាកាសធាតុក្តៅខ្លាំងទេអញ្ចឹងយើងអាចដាំវានៅក្នុងម្លប់ហើយបងប្អូនខ្លះដែលអត់ចង់ដាំធោអាចលើករងដាំដីទៅហើយឲ្យវាមានម្លប់ហើយសំណើមគ្រប់គ្រាន់ឲ្យវាមានភាពត្រជាក់នៅតាមគល់គឺល្អហើយក្រវាញតែខ្ញុំដោយសារតែវាអត់អំណោយផលនៅក្នុងការដាំផ្ទាល់ដីដោយសារយើងខ្លាចមន់កាយផងអីផងអញ្ចឹងមានតែជំរើសដាំនៅក្នុងធុងស្ពីត្រូនេះហើយនេះចឹងបងប្អូនមើលទៅធានាថាល្អចាំមើលវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញថាតើវាល្អវាភ្លុះកូនបានម៉េចចាំមើលក្រោយយើងដាំក្នុងធុងស្ពីត្រូចឹងដូចបញ្ជាក់បងប្អូនចឹងថាយើងកុំដាក់ពេញនៅមាត់ផើងឬមាត់ធុងស្ពីត្រូហ្នឹងហើយចឹងស្រោចទឹកហើយចាំមើលវីដេអូបន្ទាប់បងប្អូនចាំមើលតាមដានថាវាភ្លុះកូនដោយរបៀបណាចឹងតោះចាំតែមើលវីដេអូបន្ទាប់នេះបងប្អូនរយៈពេល1ខែក្រោយយើងដាំវាក្នុងធុងស្ពីត្រូយើងដាក់ទឹកយើងរុញវាចូលម្លប់នេះយើងឃើញវាភ្លុះខ្នែងភ្លុះកូនមកហើយនេះ1 2 3 4 5នេះបងប្អូនដូចមើលនៅក្នុងវីដេអូអញ្ចឹងឃើញភ្លុះដូចត្រពាំងអញ្ចឹងនេះហើយនៅពេលវាដើមធំនឹងទៀតទៅវាខ្នែងគល់វាហ្នឹងគឺវាឡើងធំដូចត្រពាំងអញ្ចឹងគឺធំហើយកុំភ្លេចបងប្អូនអានេះខ្ញុំចោះរុនប្រហូតទឹកធុងហ្នឹងណាយើងចោះសងខាងហើយបាតក្រោមហ្នឹងក៏យើងចោះដែរដើម្បីកុំឲ្យវានឹងជាប់ទឹកអញ្ចឹងយើងត្រូវចោះហើយនេះដូចមើលក្នុងរូបអញ្ចឹងគឺសុខភាពវាល្អមែនទែនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណច្រើនជម្រាបលា